បាទនេះគឺជាទស្សនវិជ្ជានៃទីធ្លានៃវត្តពុទ្ធមណ្ឌលវិបស្សនាធុរៈដែលមុននេះខ្ញុំបានធ្វើការឡើងទៅខាងលើដែលខាងលើគឺមានព្រះបរមធាតុចេតិយសម្រាប់ធ្វើការតម្កល់នៅព្រះកេសាគឺឃើញថាស្រស់ស្អាតនៅខាងលើហើយខ្ញុំនឹងធ្វើការបង្ហាញអំពីទស្សនវិជ្ជាកន្លែងផ្សេងទៀតដែលខ្ញុំនឹងទៅខាងនោះវិញបើនិយាយពីទីតាំងនៃវត្តពុទ្ធមណ្ឌលវិបស្សនាធុរៈមាន40ទីតាំងដែលអាចឲ្យពុទ្ធបរិស័ទនៅក្នុងការធ្វើដំណើរមកទស្សនាបានបាទអញ្ចឹងខ្ញុំនឹងបង្ហាញអំពីទស្សនវិជ្ជាខ្លះៗនៅក្នុងវត្តពុទ្ធមណ្ឌលវិបស្សនាធុរៈហ្នឹងហើយអញ្ចឹងកុំភ្លេចបងប្អូនតាមដានទស្សនាវីដេអូរបស់ខ្ញុំតទៅទៀតជុំកូនចៅធ្វើដំណើរទៅទីឆ្ងាយការងារអីសូមឲ្យសម្រេចដល់បំណងផងប្រាថ្នាបាទនេះគឺជាទីតាំងដែលខ្ញុំបាទនឹងធ្វើការបង្ហាញដែលទីតាំងនេះគឺជាទីតាំងលេខ25ដែលព្រះអង្គទ្រង់ឈើដែលយើងហៅថាអភយមិត្រៈបាទវ៉ាវឃើញថាមានលោកយាយជីគាត់បានធ្វើការអង្គុយតាំងសមាធិផងដែរបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាខ្លះដែលខ្ញុំបានធ្វើការបង្ហាញជូនដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាអំពីបរិវេណនៃវត្តពុទ្ធមណ្ឌលវិបស្សនាធុរៈបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាម៉ោងប្រហែលជាង 7:05 បាទអញ្ចឹងឥឡូវខ្ញុំនឹងធ្វើការដើរទៅទៀតបាទអញ្ចឹងហើយសម្រាប់តទៅនឹងទស្សនវិជ្ជានៅក្នុងបរិវេណវត្តពុទ្ធមណ្ឌលនេះខ្ញុំនឹងដាក់នៅជា map station នៅក្នុងវីដេអូមួយនេះដោយសារមុននេះខ្ញុំបានចូលមកឃើញមាន40ទីតាំងអញ្ចឹងវាមានច្រើនអញ្ចឹងខ្ញុំនឹងធ្វើការដាក់ជា map ដើម្បីឲ្យបងប្អូនបានទស្សនាបើសិនជាករណីយើងមកដល់ទីតាំងកន្លែងនេះបើយើងចង់ទៅទីតាំងណាគឺយើងអាចមើលទៅតាម map station នឹងបានហ្នឹងហើយចឹងមកបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាខ្លះដែលខ្ញុំបាទនឹងធ្វើការបង្ហាញជូនដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាសម្រាប់ទីធ្លានៃវត្តពុទ្ធមណ្ឌលវិបស្សនាធុរៈដោយដែលខ្ញុំបានធ្វើការបង្ហាញក៏ដូចជាការរៀបរាប់នៅក្នុងវីដេអូសម្រាប់ទីធ្លានៃបរិវេណវត្តពុទ្ធមណ្ឌលវិបស្សនាធុរៈមានផ្ទៃដីទំហំ65ហិកតាបាទអញ្ចឹងបើនិយាយអំពីទីតាំងគឺមាន40ទីតាំងដែលអាចឲ្យពុទ្ធបរិស័ទក៏ដូចជាបងប្អូនដែលបានមកទស្សនានៃទីធ្លានៃវត្តពុទ្ធមណ្ឌលវិបស្សនាធុរៈគឺយើងអាចមើលទៅតាមផែនទីដែលនៅក្នុងបរិវេណវត្តមានបង្ហាញជូនដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាបាទអញ្ចឹងនេះគឺជាទស្សនវិជ្ជាខ្លះដែលខ្ញុំនឹងធ្វើដំណើរទៅកន្លែងព្រះមាវិជ័យព្រះអង្គធំឃើញថាទស្សនវិជ្ជានៅត្រង់កន្លែងនេះក៏មានជាពុទ្ធបរិស័ទគាត់បានមកធ្វើការសំពះក៏ដូចជាការអត់ធូបនៅត្រង់កន្លែងព្រះអង្គធំផងដែរបាទអញ្ចឹងទស្សនវិជ្ជានេះគឺខ្ញុំនឹងធ្វើការបដិជោគនៅជាវីដេអូខ្លះដែលដើម្បីមកធ្វើការបង្ហាញជូនដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាបាទអញ្ចឹងជាចុងបញ្ចប់នៃវីដេអូខ្ញុំបាទក៏សូមអរគុណដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនានៃវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ហើយមួយវិញទៀតបើសិនជាស្រឡាញ់និងចូលចិត្តរាល់ការចែករំលែករបស់ខ្ញុំកុំភ្លេចជួយធ្វើការចុចនៅ Subscriber Channel YouTube របស់ខ្ញុំដែលមានឈ្មោះថា Kim Kosalជាចុងបញ្ចប់នៃវីដេអូខ្ញុំបាទក៏សូមអរគុណដល់បងប្អូនក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលាបាយបាយ